ជាអត់ Gen Z បើថាតារាការយកកាត់ទុក Gen Z ហើយគេបានបញ្ចេញឈ្មោះក្នុងចំណោមអ្នកដែលគេចោទហើយគេមានបោះតាំងថាចូលដៃជាមួយ Gen Z ប្រហែល20-30 នាក់ហើយក្នុងនោះសិតតែមេដឹកនាំប្រទេសកម្ពុជានៅសល់តែហ៊ុនសែនមួយនៅជុំវិញហ៊ុនសែនគឺគេសម្គាល់មុខដឹងទាំងអស់ស្អីនេតសវឿនអីនេតបលិសអីស្អីគេដឹងទាំងអស់លីយ៉ុងផាត់ស្អីកុកអានអីសសុខាអីអានេះជុំវិញហ៊ុនសែនគេដឹងទាំងអស់គេថាអាពួកហ្នឹងហើយចិត្តជនអូក្រិតចូលដៃមួយចិត្តអូក្រិតតែអាពួកហ្នឹងវានៅជុំវិញហ៊ុនសែនហើយធ្វើអីបានដោយសារហ៊ុនសែននៅពីក្រោយហ៊ុនសែនការពារហ៊ុនសែនបញ្ជាចឹងអានេះទទួលខុសធ្ងន់ជាងគេទទួលខុសទៅធ្ងន់ជាងគេគឺហ៊ុនសែនប៉ុន្តែគាត់គេមិនទាន់និយាយអញ្ចឹងប៉ុន្តែអាសំណាញ់ច្បាប់សំណាញ់តុលាការវាកាន់តែរឹតមកគាត់ជុំវិញហ៊ុនសែនរឿងហ្នឹងដែលធ្វើឲ្យស្ថានភាពសុខខ្មែរប្រូទៅអស់មួយហ៊ុនសែនមិនអាចដឹកនាំប្រទេសចឹងទេសូម្បីតែប្រទេសវៀតណាមដែលធ្លាប់ការពារហ៊ុនសែនគេចំណេញអីពីយើងច្រើនទេវៀតណាមការពារហ៊ុនសែនមិនវៀតណាមទៅឈប់ការពារហ៊ុនសែនបដ ாய் ខ្ញុំជឿថាថៃនិងវៀតណាមគេនិយាយត្រូវគ្នាវៀតណាមបដ ாய் ឲ្យថៃវាយវៀតណាមទៅស្គៀមដោយសារដោយសារហ៊ុនសែនបានយកគណៈបកប្រជាជនកម្ពុជាទៅធ្វើឈ្មោះរក្សាអំណាចបន្តអំណាចរហូតដល់កូនគាត់ទៅយកគណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាវៀតណាមគេដាក់បង្កើតជាឧបករណ៍របស់វៀតណាមដើម្បីគ្រប់គ្រងប្រទេសកម្ពុជាប៉ុន្តែហ៊ុនសែនយកគណៈបកប្រជាជនកម្ពុជាទៅធ្វើឈ្មោះដើម្បីបម្រើផលប្រយោជន៍ខ្លួនគាត់គ្រួសារគាត់ហើយខូចឈ្មោះគណៈបកប្រជាជនកម្ពុជានោះគឺមិនអាចយកទៅប្រើការបានធ្វើតែជាគណៈបកចោលហ៊ុនសែនជាប្រធានគណៈបកប្រជាជនកម្ពុជាហ៊ុនម៉ាណែតជាប្រធានគណៈអនុប្រធានគណៈបកប្រជាជនកម្ពុជាចុះគណៈបកជាគណៈបកចោលវៀតណាមមិនអាចបដ ாய் ឲ្យយកគណៈបកប្រជាជនកម្ពុជាដែលបានបង្កើតតាំងពីយូរហើយឲ្យខ្លាយទៅជាគណៈបកចោលមិនអាចមកគ្រប់គ្រងប្រទេសកម្ពុជាដោយប្រើគណៈបកចោលនឹងទៀតទេតែបានគេប្រឡែងខ្ញុំជឿថាគេត្រូវគ្នាឲ្យថៃវាយហ៊ុនសែនវៀតណាមអត់ធ្វើអីទាំងអស់បដ ாய் ឲ្យវាយហ៊ុនសែនអញ្ចឹងនិយាយសរុបទៅណាដល់ទីបញ្ចប់របស់ហ៊ុនសែននៅក្នុងលើកឡើងរឿងប្រមាណហ្នឹងណាវាដល់ទីបញ្ចប់របស់វាហើយបងប្អូនខ្មែរយើងរួបរวมគ្នាហើយលើគោលដៅពីរបញ្ចប់សង្គ្រាមនឹងចំណេញតែហ៊ុនសែនទេហើយទាមទារទឹកដីមកវិញហ៊ុនសែនអត់ខ្វល់ទេបាត់បង់ទឹកដីបាត់ទៅឲ្យទៅបាត់ទៅការដំណើរទៀតអានឹងខ្មែរយើងអត់គិតអញ្ចឹងខ្មែរយើងចង់បញ្ចប់សង្គ្រាមចង់ទាមទារទឹកដីមកវិញដល់សន្តិវិធីអញ្ចឹងអ្វីដែលខ្ញុំនិយាយណាមិនមែននិយាយតែពីយើងឯធ្លាប់ស្គាល់ទេអ្នកនៅប្រទេសកម្ពុជាក្នុងជួរគណៈបកប្រជាជនកម្ពុជាក្នុងជួរកងកម្លាំងប្រដាប់អាវុធគេយល់ច្បាស់គេថាมันអាចដើរតាមហ៊ុនសែនទៅដកហ៊ុនសែនទៅព្រោះគេអាណិតហ៊ុនសែនគេថាចេញទៅណាទៅប៉ុន្តែមិនត្រូវដើរផ្លូវខុសឲ្យជាតិយើងហិនហោចឲ្យខ្មែរស្លាប់ឲ្យយើងបាត់បង់ទឹកដីដោយសពថ្ងៃទៀតទេអញ្ចឹងនិយាយសរុបទៅណាបងប្អូនថ្ងៃនេះណាយើងប្រកាសយើងនិយាយរឿងប្រទេសជាតិណានឹងដូចយើងបើកផ្លូវអញ្ចឹងដូចយើងបង្ហាញថាស្ថានភាពនឹងវាពេលព្រោះយ៉ាងម៉េចពេលព្រោះគឺហ៊ុនសែនទៅបបហ៊ុនសែនហ៊ុនម៉ាណែតនេះចប់នឹងមានការផ្លាស់ប្ដូរនៅប្រទេសកម្ពុជាមានអ្នកដឹកនាំថ្មីដែលនិយាយជាមួយប្រទេសជិតខាងបានពីព្រោះប្រទេសមានអ្នកដឹកនាំថ្មីនៅស្រុកខ្មែររដ្ឋាភិបាលថ្មីរបបថ្មីគ្រាន់តែអាមេរិកក៏ព្រមចិនក៏ព្រមវៀតណាមក៏ព្រមថៃក៏ព្រមដើម្បីប្រទេសទាំង4ហ្នឹងព្រមគ្រាន់តែមានរដ្ឋាភិបាលកម្ពុជាឯករាជ្យបើកម្ពុជាមិនឯករាជ្យកម្ពុជាទៅបម្រើយួនទៅបម្រើថៃទៅបម្រើអាមេរិកទៅបម្រើចិនគ្មានប្រទេសណាមួយក្រៅពីប្រទេសដែលរដ្ឋាភិបាលទៅបម្រើគេសុខចិត្តទេគេត្រូវការកម្ពុជាឯករាជ្យយើងឯករាជ្យយើងមោទនភាពរបស់យើងឯករាជ្យតែយើងឯករាជ្យឲ្យគេបានសុខទាំងអស់ជាមួយយើងអត់ទៅបម្រើទៅណាប្រចាំទៅណាយើងក៏បានសុខខ្លួនយើងគេក៏បានសុខមានតែកម្ពុជាឯករាជ្យហើយកម្ពុជាឯករាជ្យដើរតាមផ្លូវណាអត់ដើរតាមផ្លូវច្បាស់ទេកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជាឯករាជ្យ$23จากពលរដ្ឋ91គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាវាបូរណភាពទឹកដីបើយើងបាត់បង់បូរណភាពទឹកដីកន្លែងណាអន្តរជាតិត្រូវអន្តរាគមន៍ជួយឲ្យយើងទទួលបានបូរណភាពទឹកដីរបស់យើងមិនបាត់បង់ទឹកដីសមមកប្រទេសកម្ពុជាឲ្យសន្តិវិធីឥឡូវច្បាប់អន្តរជាតិសន្ធិសញ្ញាគឺជាច្បាប់កំពូលក្នុងឋានានុក្រមនៃច្បាប់អន្តរជាតិអញ្ចឹងមានតែផ្លូវមួយទេបងប្អូនខ្មែរបានសក់តែខ្មែរដល់ប៉ុនយើងបានសក់បញ្ចប់សង្គ្រាមយើងបានទឹកដីយើងវិញជយោកម្ពុជាអន្តរបាទសូមអរគុណលោកប្រធានជាអាណៃបានផ្ដល់ព័ត៌មានដ៏សំខាន់ដល់បងប្អូនជនរួមជាតិជាពិសេសបងប្អូនខ្មែរនៅទីក្រុង Long Beach នេះច្រើនជាងគេទូទាំងពិភពលោកនឹងក្រៅពីព្រំពេញមកគឺ Long Beach ហ្នឹងហើយ Lowell ហើយយើងបានលើកព័ត៌មានទាំងអស់នេះដូច្នេះមានតែរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មួយគត់ដែលអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋនិងការពារប្រទេសជាតិយើងទាមទាររកដីដែលទាំងអស់ដែលថៃយកទៅឲ្យបានមកជូនដល់បងប្អូនជនជាតិវិញជយោកម្ពុជាឯករាជ្យ$23យើងមើលមកហើយខ្ញុំដឹងថាបន្តិចទៀតនេះយើងនឹងធ្វើបាតកម្មនៅកន្លែងផលនៅយើងដើរឆ្លងផ្លូវទៅទាំងអស់គ្នាបងប្អូនកុំទៅណាប៉ុន្តែខ្ញុំទុកឱកាសដោយសារតែយើងមានពេលវេលាមុននឹងយើង
đâu thường bạn cảm và chúng ta cóบอกqua thì bài chỉ đấy nó tích thế nào và những thiên thiên là chúng đấy của ba thằng chỉ từ đấy chứ tục về làบอกคนมาทำมีมาสมรู้ปีสมรู้ไอ้เจ้าสู้ลงไปทีตัวนี้เกี่ยวกับไปเขาลงไปทีไอ้เราเป็นสุดท้ายเราเป็นทำเล่นมาเอาการจะยี่เอาให้ยังมีสู้มีเอาการสู้เราอยู่ต้องเอาการจุ่มบ้างปีสมรู้แต่ช่างเหมือนเตือนกับไรหน้าเราอยู่เรือถึงเรือไทยเชนซีđể chặt bị chuiตัวนี้mìnhไม่chỉใจđó đấy chỉ được có kết đầu tiên hơn sángนึงเจนvàไอ้บอกคนพิจารณาโยธาAmerican wanted the US wanted why is extradited to China American จอมบานเจนซี่มาการโตโดยนิวยอร์กใครไม่ก็ได้ครูไปจุดเจนจังไปจัดตึกจังงานเรื่องพวกนี้จังต่างvà đồng thiênมันบอสไรอ่ะดีมีสุขีแต่มีไอ้คราวเป็นยังไงเด้và chúng tôi cho tôi ra tham quan thămที่มันไปตลาดไทยตัวนึงอนาคตอย่างเราคิดดูทุนจะไม่ได้ลงที่มันเราการเอาให้ขายืนเอาปักไปเอาชีพvàโดนทำบ้านได้บอกเราปักได้ทำบ้านได้บอกเราชีพvà ra chiพวกข้ามมาไปผมเปิดกระร้าให้นึงตรงจี้ในทางบ้านมาไปตลาดนั่นจึงตั้งตัวที่ให้แต่สำคัญที่หนึ่งชิ้นบ่อยืนอยู่บนอาทิตย์ตัวเองบ่อยืนจังสบายที่สมรู้và xuaไปchơi được cũng và thông múa hayไปคอมเมนต์ที่xua ตะบดองvàเราที่อยู่บอลกับว่าที่อยู่บอลกับบ้านที่อยู่บอลไปลงที่ต่างประเทศมีเป็นปีสมรู้ได้ป่ะที่สู้ของที่สู้ไอ้ดองที่สู้เราสมานที่กรมพันธุ์เพียรที่ชั่วที่กรมไปที่เราไม่สนุกมุ้ยยังบานสลับเราภาษาไอ้เราสมานในบานเกี่ยอย่างกว่าถาโลกในบานตาเปียเป็นตั้งเขาไอ้ชี้เขารูปเพียรเรียนเจ้าของอย่าไปแช่ที่เคยรู้เจอทางสาธิตการจัดการบาตาเปียเราไอ้โปรเรียนมาสอนที่กรมปฏิบัติหาอย่างไอซีซีพอครั้งนี้จังๆนี่เดือดบอลมุ้ยพาตากู้เจอถอดเสียแต่ที่ตัวถอดเสียแต่มีเหมือนเลี้ยงเที่ยงดีกว่าพี่เลี้ยงเที่ยงมันต้องสะพานโลกกู้แต่เธอเจ้าพักเลยออนไลน์ร่วมซ่อมจมูกยังไงดอมในบาดาพี่เราอาชีพได้ออดบาดสมองขึ้นสำรวจมวยเจี๊ยบช่วยเกี่ยวตัวน้ำลายก็แบบคิมตุ้มกรุ๊ปรูปตุ้นในรูปทองตีเงินรูปองค์มาคิมออนยินถึงรู้ว่าเป็นได้คิมยินจะบอกไทยวัยโยตกไม้ที่ได้มาตามจะเพียงเขาบอกคนไทยหนึ่งได้เพียงท่าโอ้ทำไมยืมเงินแต่บอลนึงจะรู้เน่าหรือวิธีแบบไอ้นี่เราไปไทยวัยบ้านท่าตามจะเพียงแต่บอลตีมวยเทียคนไทยนะอุกฤษกรรมไอ้เรามีเงินได้คนไทยนี่ยังเมื่อยังต้องเอาลูกซองอย่างที่ประธานบาร์คราวสดกับใครใบไอกรีนั้นผู้ใหญ่ยังบาร์ออนไลน์เนี่ยเอาทำไมยังเราตกเราแถวตกนั้นสายตั้งทาตรงเอารัฐบาลดอกใบตีนั้นจุดรุ่งเอาคนเอาลูกเราจอมนั้นจับคนไทยมาดาโรทั้งนั้นไงที่ผัวบางคนช่วยผมเรื่องใดบางช่องมีทั้งไงเป็นมีบอลนั้นเอายังชาเอาลูกเราจอมนั้นไอ้นั่นช่องเอาจับคนไทยนั้นดูมาดาโรเราเป็นตารางกันบ้างนั่นไงคุณคุณจับภาษาយើងមានមេធាវីតំណាងឲ្យយើងហើយគឺលោក Richard Roger មេធាវីអន្តរជាតិដូច្នេះយើងអត់ត្រូវការស្នាមមេដៃដោយលោកមុនពេជ្រក៏ប៉ុណ្ណឹងទេអញ្ចឹងណាភាសាមេធាវីតំណាងយើងហើយដូច្នេះសម្រាប់ការប្រឹងប្រែងតុលាការព្រំប្រទានអន្តរជាតិ ICC នោះគឺយើងអត់ត្រូវការការស្នាមមេដៃឬក៏ញាត់គ្រប់គ្រងទេបាទខ្ញុំជម្រាបអញ្ចឹងហើយមួយទៀតយើងក៏បានប្តឹងរួចហើយប្តឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ប៉ុន្តែយើងអត់ទាន់ឃើញមានការឆ្លើយតបនៅឡើយទេហើយយើងនឹងចាំរងមើលចម្លើយពីខាងប្រទេសហត្ថលេខីហ្នឹងគេឆ្លើយតបយ៉ាងម៉េចបាទប៉ុន្តែ ICC យើងអត់ទាន់បានដាក់ប្តឹងនៅឡើយទេយើងក្រុងនឹងប្តឹងក្នុងពេលចាប់ខ្ញុំថាគឺយើងក្រុងបញ្ចប់កិច្ចការជាមួយមេធាវីចុងខែហ្នឹងហើយបន្តមកមេធាវីគេដាក់នៅពេលណាហ្នឹងចាំមេធាវីគេនឹងជម្រាបយើងហើយបន្តពីហ្នឹងបាទយើងប្តឹងទៅ ICJ បាទហើយសូមជម្រាបថាបញ្ហាដែលសង្គ្រាមនេះគឺកើតឡើងដោយសារតែបងប្អូនធัวលោកសែនលោកសែននិងលោកតាក់ស៊ីនបងប្អូនធัวហ្នឹងដោយសារលោកសែនលោកតាក់ស៊ីនហ្នឹងរស់ស៊ីជាមួយគ្នាដល់រស់ស៊ីជាមួយគ្នាលោកតាក់ស៊ីនបោកទៅដល់ไปជួបគ្នាទៅដល់ចឹងបងប្អូនធូរទៅកើតមានសង្គ្រាមហើយដល់មានសង្គ្រាមទៅយើងក៏បានត្រៀមខ្លួនដែរលោកសែនថាវិមិនស្មានមានសង្គ្រាមសោះចុចខាងតានៅក្នុងចំពោះបងប្អូនហ្នឹងគេថាអ្នកឯងអ្នកដឹកនាំវ័យក្មេងដល់អាស៊ីហើយសុទ្ធតែអ្នកដែលថានយោបាយឆ្នាំគាត់គឺថាគាត់ប៉ាន់ប្រមាណទៅពេលអនាគតការដឹកនាំរបស់គាត់ខ្លាំងណាស់ប៉ុន្តែគាត់អត់នឹកស្មានមានសង្គ្រាមចឹងមានថាគាត់មានដឹកនាំដែលកំសោយរបស់គាត់ហើយអញ្ចឹងគាត់អត់បានត្រៀមខ្លួនណាអត់បានត្រៀមខ្លួនហើយគាត់គិតតែពង្រឹងអំណាចគឺតែបង្ក្រាបខ្មែរនេះឯងរំលាយគណៈបក្សសង្គ្រោះជាតិចាប់លោកកម្មសខាសកម្មជនបក្សសង្គ្រោះជាតិអីហ្នឹងបកប្រឆាំងយុវជនបកប្រឆាំងដាក់គុកដល់អញ្ចឹងអត់បានត្រៀមខ្លួនដើម្បីទប់ទល់ជាមួយការឈ្លានពានពីសំណាក់ប្រទេសជិតខាងដល់អញ្ចឹងគាត់អត់បានពង្រឹង
យោធារបស់យើងវិស័យយោធារបស់យើងក៏ព្រឹងតែក្រុមអង្គរៈនេះគឺក្រុមអង្គរៈមានអាវក្រោះមានកំភ្លើងមកកំភ្លេចល័តតទៅពីក្រុមអង្គរៈដែរមានពីខាងជាការក្រុមអង្គរៈរបស់ហ៊ុនសែនដែរតែមានចល័តតពីក្រសួងការពារជាតិណាដល់ទៅហ៊ានទៅជួបមុខអត់មានអាវក្រោះចាំបានអាវក្រោះគឺប្រជាពលរដ្ឋរីលុយគ្នាចេញទៅទិញអាវក្រោះហ្នឹងហើយយើងអត់មានសភាវុធដែលទំនើបដើម្បីទុកជាមួយថៃជាភាសាគឺអត់មានយន្តហោះចម្បាំងសូម្បីតែមួយគ្រឿងចាញ់ភូមាចាញ់ឡាវមកគេមានយន្តហោះចម្បាំងគេក្រោយជាងហ្នឹងឡាវហើយនៅភូមាប្រទេសក្នុងអាស៊ីហ្នឹងក៏មួយប្រទេសហ្នឹងមានកម្ពុជាអត់មានយន្តហោះហើយនឹងអ៊ីស្ទីម៉ូហ្នឹងអ៊ីស្ទីម៉ូទៅចូលទេបាទប្រទេសទៅកើតហ្នឹងយើងមិនបាច់ព្រៀបធៀបទេអនជាងឡាវហើយនៅភូមាទៅទៀតហើយអត់មានសម្ដែងមេឃហ្នឹងមកតាមខ្ញុំបានព័ត៌មានពីក្រុមអង្គរៈគាត់ថាមានតែ4គ្រឿងទេ4គ្រឿងហ្នឹងមួយគ្រឿងមាន4គ្រាប់ទៀតគេយកមកដើម្បីសមយុទ្ធដល់ចឹងបាញ់អីកើតដល់ចឹងទុកការពីផ្ទះគាត់អត់ទុកការពីទាហានទុកការពីប្រជាពលរដ្ឋទេតម្រាក់ខ្លោបបែកពីយន្តហោះ F16 ពីប៉ុណ្ណេះហ្នឹងទីពីទាហ្នឹងតម្រាក់ទៅលើប្រជាពលរដ្ឋទៅលើទាហានខ្មែរយើងក៏ប៉ុន្តែស្លាប់ទៅក៏បើស្លាប់អញចឹងការពីផ្ទះគាត់ទៅមិនក៏បាត់ដៃអញដល់ចឹងក៏ទុកការពីផ្ទះគាត់តែសម្បាញ់មិញហ្នឹងចឹងក៏ទិញសម្រាប់ទុកការពីផ្ទះគាត់មិនការពីប្រទេសជាតិការពីទឹកដីការពីប្រជាពលរដ្ឋហើយការពីទាហានហើយចឹងមកទាហានយើងស្លាប់ច្រើនហើយមួយទៀតដោយសារ drone ចម្បាំងdrone អាទិធានហ្នឹងគឺច្រើនមានទានថៃដល់ចឹងទៅតម្រាក់មកគេអត់គេសោច្បាំងហ្នឹងគេប្រើ drone តម្រាក់ដល់ចឹងទៅទានយើងអត់មានឲ្យទុកមួយគេជាមួយគឺអត់មាន drone ទុកជាមួយគេហើយក៏ភ្លើងបាញ់ drone ហ្នឹងក៏មានតិចគ្រឿងដល់ drone យើងហ្នឹងមានតិចបំផុតដល់ចឹងអត់មានទុកគេបានដោយសារជាមួយ drone ទី2អត់មានយន្តហោះចម្បាំងទី3អត់មានសំណាញ់មេឃបាទដល់ចឹងទៅវាធ្វើឲ្យការខាងហ្នឹងគឺដកថយរបស់បើសិនជាដកថយ35ទីតាំងហ្នឹងទេគឺធានយើងប្រហែលជាស្លាប់ច្រើនជាងហ្នឹងដូច្នេះមានតែដកថយទេបាទអញ្ចឹងពេលច្រើនតាមជួបក្នុងដងដៃហ្នឹងគឺថាថៃយករបស់ជើងទាំងអស់មកចុះមកនៅជើងរបស់លើលេងនៅទីតំបន់ប្រាសាទព្រះវិហារដូចជាវិលន្ត្រី5មករានៅព្រំខ្មោចហ្នឹងយើងអត់សូវដកថយប៉ុន្តែបើសិនជាគិតពីក្រៅពីហ្នឹងគឺថាតាមពីអូស្មាច់ទៅប្រាសាទខ្នាតហ្នឹងគឺថាប្រាសាទតំបន់ទូតំបន់ធំហ្នឹងគឺថាយើងចុះមកជើងព្រំទាំងអស់លើលេងថាតំបន់ធំគឺថាយើងនៅចប់ប្រហែលជា50ម៉ែត្រពីតំបន់ធំប្រាសាទតាកបីគឺជើងចុះមកឲ្យប្រាសាទតំបន់តូចប្រាសាទខ្នាតគឺចុះមកកម្លោះគឺថាថៃគ្រប់គ្រងពោះពីប្រាសាទនោះប្រហែលជា300ម៉ែត្រទៅ500ម៉ែត្រយើងចុះមករបស់បើនៅចុះអាសេះគឺចុះរហូតដល់2គីឡូបាទអញ្ចឹងមិនថាដោយសារគាត់អត់បានត្រៀមខ្លួនដើម្បីទប់ជាមួយសត្រូវឆ្លៀនពៀនគិតតែពង្រឹងអំណាចមកក្រាបតែខ្មែរទេឯងអញ្ចឹងហើយបានជាទឹកដៃយើងបានបងច្រើនអញ្ចឹងមានថាសម្រាប់ជាមួយខ្មែរគឺថាលើក1 3 1តែជាមួយបរទេសគឺអត់ហ៊ានប្រើទិសដៅលើក1 3 1ទេគាត់បាទទិសដៅនេះវាគាត់ទម្លាក់ពីអំណាចបាទដូច្នេះមូលហេតុហ្នឹងហើយទៅធ្វើឲ្យទឹកដៃរបស់យើងបាត់បង់ច្រើនទៅខាងភាគីថៃបាទគុណបាទសូមជឿលោកធានឥឡូវយើងនិយាយពីលទ្ធភាពខាងកងកម្លាំងពិសេសអាមេរិកអាចទៅចាប់ហ៊ុនសែនពីទីក្រុងភ្នំពេញពីទូនសាំងដោយពួកគេបានចាប់ម៉ាដូរ៉ូពីប្រទេសវេណេស៊ុយឡាថ្មីនេះខ្ញុំមិនអាចទូទាយទេហើយក៏មិនចាំបាច់អំពាវនាវដែរពីព្រោះលោកឈឹមគាត់ជាមនុស្សដែលគាត់ធ្វើសេចក្តីសម្រេចធ្វើដោយខ្លួនគាត់តែយ៉ាងឆាប់រហ័សហើយគាត់ខ្លឹមថ្លែងកត្តាមួយចំនួនដែលយើងដឹងខ្លះដែលយើងមិនដឹងខ្លះរឿងដែលលោកឈឹមគាត់អាចទៅចាប់ហ៊ុនសែនវាអាស្រ័យតែមួយអាស្រ័យថាតើរបស់ហ៊ុនសែនធ្វើឲ្យខូចខាតផលប្រយោជន៍សហរដ្ឋអាមេរិកឬអត់ធ្វើឲ្យខូចខាតអ្វីដែលគាត់ចង់ឲ្យរក្សាឲ្យលើកតម្កើងគឺ Make America Great Again គាត់ចង់ឲ្យសហរដ្ឋអាមេរិកខ្លាំងមានឥទ្ធិពលខ្លាំងលើពិភពលោកបញ្ជាពលរដ្ឋអាមេរិកមានមោទនភាពតើហ៊ុនសែនធ្វើឲ្យខូចខាតផលប្រយោជន៍អាមេរិកមានកត្តាមួយគឺធ្វើឲ្យខូចខាតអាចិនស៊ីដែលមានហ៊ុនសែននៅពីក្រោយបានបោកពលរដ្ឋអាមេរិក$10,000,000អញ្ចឹងត្រូវតែសងប្រជាពលរដ្ឋអាមេរិក$10,000,000អ្នកដែលចាញ់បោកអាចិនស៊ីហ៊ុនសែនទទួលបោកតែខ្លួនហ្នឹងហើយកុំឲ្យចាញ់បោកទៀតកុំឲ្យចាញ់បោកតទៀតពីពួកគាត់មានចុងក្រោយចិនស៊ីនេះជាមនុស្សម្នាក់ដែលគេបញ្ជូនមកនេះអាមនុស្សគេដូរបានប៉ុន្តែប្រព័ន្ធឆោបបោកនោះវានៅតែដែរនៅតែបន្តធ្វើសកម្មភាពនៅសុខភាពអត់មានបាត់ទេណាឆោបបោកនោះមកគាត់មានចុងក្រោយវាបន្តវាលួចលាក់វាដូរកន្លែងដូចនៅភូមិកបាល់ហោះចម្បាំងភូមិកលាក់គាត់បាច់លើកន្លែងឆោបបោកអាមេរត់មកសុខខ្មែរអស់រត់ពីភូមិមកសុខខ្មែរមានន័យថានេះជាអង្គការមួយដែលវាធ្វើបច្ចេកកាលាគ្នាហើយអាទីតាំងសមត្ថភាពធំគឺសុខខ្មែរចាក្បាលម៉ាស៊ីនទៅសុខខ្មែរពីព្រោះអាមេដឹកនាំសុខខ្មែរការពារពួកចៅដូចជាចៅនោះវាចាត់ទុកសុខខ្មែរដូចជាផ្ទះរៀងអញ្ចឹងហ៊ុនសែនទទួលខុសត្រូវដែរព្រោះនៅក្នុងផ្ទះនៃហ៊ុនសែនទូតពីនឹងគឺពួកឆេនស៊ីឥឡូវបន្តសកម្មភាពអស់ពីឆេនស៊ីគេនៅបញ្ជូនមនុស្សថ្មីមកទៀតមកជំនួសឆេនស៊ីបាត់ធ្វើសកម្មភាពឆោបបោកសហរដ្ឋអាមេរិកទៀតពលរដ្ឋសហរដ្ឋអាមេរិកទៀតអញ្ចឹងខ្ញុំជឿថានេះខ្ញុំមិនទោះយើងក៏មិនអំពាវនាវ
ការវិច្ឆ័យយើងដឹងថាគាត់គិតរបៀបយ៉ាងម៉េចអ្នកណាមកប៉ះពាល់ផលប្រយោជន៍ពលរដ្ឋអាមេរិកគឺគាត់នឹងប្រតិកម្មអញ្ចឹងរឿងនោះមួយរឿងទី2សកម្មភាពឆាន់ស៊ីដែលសំខាន់មែនទែនប៉ះពាល់សហរដ្ឋអាមេរិកគឺលាបលុយកខ្វក់បញ្ជូនឲ្យចិនហើយចិនប្រើលុយនោះធ្វើអាវុធប្រឆាំងសហរដ្ឋអាមេរិកអាវុធថ្មីណាសម័យថ្មីនេះត្រូវការលុយច្រើនអាវុធទំនើបហើយចិនមានលុយច្រើនគឺចិនកុំនេះបានទិញបានសាងសង់គ្រឿងសាស្ត្រាវុធរឿងចម្បាំងគឺលួចមែនទេហើយប្រើលុយច្រើនអញ្ចឹងចិនកុំនេះគឺថាដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិកហើយត្រឹមតែយល់ច្បាស់បើចាត់ប្រទេសណាមួយជាសត្រូវរបស់សហរដ្ឋអាមេរិកតាមចក្ខុវិស័យរបស់ត្រឹមគឺប្រទេសចិនហើយចិនគឺរហូតលុយតាមគុកបច្ចុប្បន្នហើយធ្វើជំនួយពាណិជ្ជកម្មលក់ដូរធម្មតាវាប្រមូលលុយបានច្រើនរកស៊ីខុសខុសហើយប្រើចោលដូចចិនស៊ីតែនេះអញ្ចឹងប្រមូលលុយបានដើម្បីញ៉ាទៅឲ្យចិនកុំនេះទិញអាវុធតតាំងមួយសហរដ្ឋអាមេរិកអានោះមិនប៉ះសហរដ្ឋអាមេរិក Make America Great Again អានោះយកអាមេរិក upgrade again យកអាមេរិក becoming weak អានោះដោយសារចិនវាមានមធ្យោបាយហើយលាងលុយនោះណាមិនមែនតែលាងលុយឆប់អត់លុយគ្រឿងញៀនតែទៅចាប់ម៉ាឌីរ៉ូដោយសារគ្រឿងញៀនម៉ាឌីរ៉ូនោះជាមេខ្លោងដែលនាំគ្រឿងញៀនពីអាមេរិកខាងត្បូងចូលទៅសហរដ្ឋអាមេរិកបំពុលពលរដ្ឋអាមេរិកដែលញៀនគ្រឿងញៀនអានេះគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកហើយអាពួកដែលរកស៊ីខលខូចហ្នឹងវាទទួលលុយបានច្រើនប៉ុន្តែលុយវាលុយតខ្វក់លុយខ្មៅពិបាកចាយវាអញ្ចឹងត្រូវលាងតែណាលាងឲ្យចឹងទេតែឡើយណាប្រទេសណាដែលលាងលុយបានស្រួលជាងគេឆាប់ជាងគេសុខខ្មែរពីព្រោះមានតែសុខខ្មែរដែលដឹកនាំឲ្យចោលបរដ្ឋអំណាចគឺចូលដៃជាមួយចោលត្រង់អញ្ចឹងចោលវាអំណោយផលហើយវាធ្វើការបានច្រើនឬឆាប់អោបខ្ញុំនិយាយតែរឿងលាងលុយហើយរឿងលាងលុយគឺលាងតាំងពីលុយម៉ាឌីរ៉ូលុយពួកគ្រឿងញៀនទូទាំងពិភពលោកអាចិនស៊ីលាងឲ្យតែលាងហើយលុយនឹងយកទៅណាគេទៅឲ្យចិនធ្វើអាវុធរៀបចំច្បាំងជាមួយអាមេរិកអញ្ចឹងបើចិនស៊ីណាក្នុងបណ្ដាញហ្នឹងគេអាមេរិកកាត់ទោសហើយអាមេរិកគេដឹងគេកាត់ទោសចិនស៊ីនៅនាយកការថ្ងៃ14តុលាឆ្នាំ2025នេះគេដឹងរឿងហ្នឹងហើយប៉ុន្តែឥឡូវនេះចាប់ចិនស៊ីអត់បានចិនស៊ីគេបញ្ជូនទៅស្រុកចិនអញ្ចឹងនៅសល់តែចាប់ហ៊ុនសែនទេចាប់កុំឲ្យបណ្ដាញចិនណាទោះជាអស់ចិនស៊ីខ្ញុំនិយាយមិញអត់បណ្ដាញហ្នឹងវានៅតែដំណើរការវានៅតែរកលុយវានៅតែលាងលុយទៅឲ្យចិនកុំនេះដើម្បីចិនកុំនេះប្រឆាំងសហរដ្ឋអាមេរិកអញ្ចឹងឆ្លងគាត់គិតថាទេអានេះប្រឆាំងសហរដ្ឋអាមេរិកហ៊ុនសែនដែលការពារចិនស៊ីអាមិនមែនចិនស៊ីការពារចោលថ្មីទៀតលុយវាទៅមកប្រឆាំងសហរដ្ឋអាមេរិកហ្នឹងអញ្ចឹងដើម្បីបញ្ចប់អាសកម្មភាពចោលនៅស្រុកខ្មែរត្រូវតែចាប់ហ៊ុនសែនបាទសូមអរគុណលោកប្រធានដោយសារពេលវេលាសូមបងប្អូនលោកគ្រូបាទហើយខ្ញុំថាតែពីរឥឡូវខ្ញុំរំលងបាត់ខ្លួនឯងបាទអរគុណច្រើនខ្ញុំមកសុភ័ក្រនេះ62ឆ្នាំហើយខ្ញុំមកខ្មែរដល់អសុភ័ក្របាត់ទុំខ្ញុំសូមសួរលោកសំរងស៊ី GIE Government in Exile has to be recognized by international community i.e. the UN តាំងពី Charles de Gaulle បង្កើតទៅ GIE មកប្រហែលជា at least 8 GIE ហើយ successful នៅក្នុងពិភពលោកតើលោកបាន apply ឬមួយក៏ get approval from the UN to be recognized as a GIE legitimate GIE សូមឆ្លើយអរគុណគ្រូពីប្រទេសមួយទៅប្រទេសមួយពីសម័យមួយទៅសម័យមួយវាខុសគ្នាទាំងអស់មិនអាចប្រៀបធៀបឥឡូវជាមួយប្រទេសណាមួយទៀតសម័យមួយទៀតទេក្រៅពីសាឥឡូវនេះអ្នកណាដែលអាចតំណាងទឹកចិត្តឆន្ទៈជារាជខ្មែរជារាជខ្មែរចង់បានសន្តិភាពហ៊ុនសែនចង់ធ្វើសង្គ្រាមហ៊ុនសែនមិនតំណាងទឹកចិត្តឆន្ទៈជាបរិបទជារាជខ្មែរចង់បានទឹកដីមកវិញហើយទឹកដីគឺបានមកវិញដោយសន្តិវិធីហ៊ុនសែនគាត់មិនខ្វល់ទេគាត់អត់ព្រមប្រើយន្តការទីក្រុងទីក្រុងប៉ារី ICJ អីហ្នឹងបាត់ទៅឲ្យគាត់បានប្រាំងអំណាចគឺយើងនិយាយមិនអញ្ចឹងប្រជារាស្ត្រខ្មែរច្បាស់ជាមិនពេញចិត្តហើយផ្លូវដែលហ៊ុនសែនតាមរឿងសង្គ្រាមរឿងទឹកដី legitimacy គឺតើតែរដ្ឋអំណាចណាមួយអង្គការណាមួយរដ្ឋាភិបាលណាមួយតំណាងឲ្យប្រជារាស្ត្រខ្លួនឯង legitimacy ហើយ legality ខុសគ្នាណាអា legality អានឹងច្បាប់ប្រទេសផ្ដាច់ការក៏មានច្បាប់នេះដែរថាយើងឧទាមយើងអត់គោរពច្បាប់តែច្បាប់នៅលើប្រព័ន្ធវត្តវាអានឹង legality ខ្លាំងៗយើងអត់និយាយយើងនិយាយពី legitimacy អាណាឥឡូវនោះហើយអាមេរិកកាំងប្រទេសណាដែលគេដឹងដែរគេដឹងអ្វីដែលយើងកំពុងនិយាយគេដឹងតែហ៊ុនសែនគាត់ធ្វើបញ្ជាក់អ្វីដែលឆន្ទៈប្រជារាស្ត្រខ្មែរចង់បានយើងធ្វើស្របទៅនឹងអ្វីដែលប្រជារាស្ត្រខ្មែរចង់បានអញ្ចឹងអា legitimacy ណាគេខាងយើងហើយ
mình chỉ tu tư riêng là hốt đấy vẫn là na dương thưa ở với tầm năng ao ở đây được gì để khai trong bán dương miên legitimacy thấyรัฐบาลกัมพูชาอังกฤษไปตัวนี้dương miên tầm năng dương nữa môi pi bay thì âm như là thế đấy năng gì ba là điểm nhẹ đóรัฐบาลนั่งtranh máuปีหน้าtranh máuปีคณะปะสองโปรเจกต์จะมาส่งแหลกซ้าคณะปะสองโปรเจกต์ở cùng áนะតំណាងគណៈបកសង្គ្រោះជាតិហើយសមាជិករដ្ឋាភិបាលមួយចំនួនជាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិណាជាគណៈបកដែលមួយគត់ដែលប្រឆាំងរបស់ហ៊ុនសែនដែលបានទទួលសិលឹកឆ្នោតពីប្រជារាស្ត្រខ្មែរហ៊ុនសែនក៏ទទួលស្គាល់ដោយហ៊ុនសែនរៀបចំការបោះឆ្នោតលួចសិលឹកឆ្នោតតាមចិត្តសម្លឹកតាមចិត្តទីសិលឹកឆ្នោតតាមចិត្តគណៈបកសង្គ្រោះជាតិបានពាក់កណ្ដាលនគរអានឹងជាប្រវត្តិសាស្ត្រអត់មានថាបកកាយបានប្រជារាស្ត្រខ្មែរបានបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិពាក់កណ្ដាលនគរអានឹងលួចផងទិញផងបន្លំផងពាក់កណ្ដាលនគរបោះឆ្នោតត្រឹមត្រូវវាលុះលុបទៅហើយអានឹងចែកនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាឆ្នាំ2013 2017គណៈបកសង្គ្រោះជាតិបានទទួលការគ្រប់គ្រងពីប្រជារាស្ត្រខ្មែរ17នគរ17លាននាក់អញ្ចឹងគណៈបកសង្គ្រោះជាតិរៀបចំរដ្ឋាភិបាលហ្នឹងមាន legitimacy មាន legality ផងជានេះបានបោះឆ្នោតជាក់ស្ដែងតែមិនបកកាយបានហើយគណៈបក្សសង្គ្រោះជាតិហើយរដ្ឋាភិបាលហ្នឹងគឺធ្វើអ្វីតាមដែលប្រជារាស្ត្រខ្មែរចង់បានគេខ្លឹមខ្លៃប៉ុណ្្នឹងឯងគេមិនចាំបាច់ទៅស៊ីជម្រៅដល់ណាទៅបោះវែងដល់ណាលើពិបាកបោះវែងបោះឆ្នោតយ៉ាងម៉េចឥឡូវបោះឆ្នោតស្រុកខ្មែរបោះឆ្នោតក្រៃយើងនៅក្រៅប្រទេសក៏ពិបាកបោះឆ្នោតវិញនិយាយឌឺហ្គោលលោកនិយាយពីឌឺហ្គោលកាលពីអាល្លឺម៉ង់ឈ្លានពានវាលុកប្រទេសបារាំងឆ្នាំ1940រដ្ឋាភិបាលបេតាំងនឹងរដ្ឋាភិបាលមានតាំងពីមុនគាត់បន្តការដំណើរតែគាត់ទៅចូលដៃជាមួយអាល្លឺម៉ង់បេតាំងណាឌឺហ្គោលគាត់ថយគាត់ទៅ London ប្រទេសអង់គ្លេសគាត់អត់ទាន់មានរៀបចំរដ្ឋាភិបាលទេគាត់បង្កើតកម្លាំងតស៊ូដើម្បីប្រឆាំងរដ្ឋាភិបាលគាត់ជាតិនៅប្រទេសបារាំងទឹកដប់នៅបេតាំងលើកទេពីប៉ារីសទៅដល់ទីក្រុង Vichy អញ្ចឹងឌឺហ្គោលគាត់មានទ័ពគាត់មានការគ្រប់គ្រងប្រជារាស្ត្រខ្មែរប្រជារាស្ត្របារាំងអត់ចង់ក្រុមរបបអត់ចង់ក្រុមការគ្រប់គ្រងរបស់អាល្លឺម៉ង់ទេអញ្ចឹងប្រជារាស្ត្របារាំងគ្រប់គ្រងឌឺហ្គោលរដ្ឋាភិបាលគាត់នៅក្រៅប្រទេសប៉ុន្តែគេគ្រប់គ្រងរដ្ឋាភិបាលក្រៅប្រទេសព្រោះរដ្ឋាភិបាលក្រៅប្រទេសនោះធ្វើអ្វីស្របតាមអ្វីដែលប្រជារាស្ត្របារាំងពេលនោះចង់បានដូចយើងធ្វើអ្វីសប្តាហ៍ថ្ងៃនេះស្របទៅអ្វីដែលប្រជារាស្ត្រខ្មែរចង់បានអញ្ចឹងបានឌឺហ្គោលពីក្រៅបាត់ថាបបាក់រៀបចំជារដ្ឋាភិបាលនឹងបោះឆ្នោតនឹងសភាអីទៅយ៉ាងម៉េចគាត់បង្កើតក្រុមប្រឹក្សាជាតិតស៊ូ Conseil National de la Résistance គឺ National Resistance Council គណៈបក្សសង្គ្រោះជាតិក៏បានបង្កើតក្រុមប្រឹក្សាជាតិតស៊ូហើយក្រុមប្រឹក្សាជាតិតស៊ូហ្នឹងដើរតួនាទីជារដ្ឋាភិបាលអញ្ចឹងមកខ្សែដែលយើងនិយាយណាយើងផ្អែកលើប្រវត្តិសាស្ត្រយើងផ្អែកលើការបោះឆ្នោតគ្មានក្រុមណាតំណាងរដ្ឋាភិបាលណាតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ខ្ញុំជឿថាឆ្លងក៏គាត់គិតចឹងដែរគាត់មានព័ត៌មានគឺហ៊ុនសែនគឺកំពុងតែស្អប់ប្រជារាស្ត្រខ្មែរឥឡូវនោះគាត់ពីស្អប់ហើយដែរហើយបើឆ្នាំប្រជារាស្ត្រខ្មែរគឺងើបហើយបើហ៊ុនសែនបញ្ជាឲ្យបាញ់សម្លាប់ប្រជាពលរដ្ឋណាអានឹងតាមអ្វីដែលឆ្នាំគាត់បាននិយាយដូចនៅអ៊ីរ៉ានឥឡូវនោះណាឆ្នាំបានពមៀនថាបើរដ្ឋាភិបាលអ៊ីរ៉ានហ៊ានបង្ក្រាបទៅសម្លាប់ប្រជាពលរដ្ឋគាត់ឲ្យកប៉ាល់ហោះចម្បាំងគាត់ទៅទម្លាក់បាញ់នៅប្រទេស Nigeria ពួកក្រុមមួយទៅសម្លាប់ពួក Christian អត់មានរឿងអីជាមួយផលប្រយោជន៍អាមេរិកទេប៉ុន្តែខ្ញុំគាត់នឹកឃើញអីគាត់ថាហេមិនទៅឲ្យអាពួកដែលមានអាវុធមានអំណាចមកសម្លាប់មនុស្សស្លូតត្រង់ខ្ញុំឲ្យទម្លាក់កបាញ់នៅ Nigeria កប៉ាល់ហោះអាមេរិកទៅទម្លាក់កបាច់លើអាពួកក្រុមមូស្លីមដែលធ្វើបាបពួក Christian ឥឡូវខ្មែរយើងនៅអាមេរិកយើងអាចធ្វើចលនានៅអាមេរិកផ្ញើសារទៅ Trump ទៅ White House ថាលើរាជខ្មែរអត់សប្បាយចិត្តទេរឿងសង្គ្រាមរឿងបាត់បង់ទឹកដីហ៊ុនសែនបាត់ជាតិហ៊ុនសែនដើរផ្លូវខុសហើយយើងតវ៉ាហើយហ៊ុនសែនហ៊ានមកធ្វើបាបយើងមកក្រាបយើងពេលហ្នឹងណាសូមឲ្យTrumpតាមអ្វីដែលគាត់បានធ្វើនៅប្រទេស Nigeria អ្វីដែលគាត់បានប្រកាសចំពោះប្រទេសអ៊ីរ៉ានសូមឲ្យគាត់ប្រាប់ហ៊ុនសែនឲ្យតែហ៊ានធ្វើបាបខ្មែរនឹងទួលកសាំងខ្ទេចយ៉ាងតិចហ្នឹងបាទសូមអរគុណអ្នកសំណួរលោកពូបាទសួរបានល្អហើយជាសំណួរដែលបងប្អូនជនរួមជាតិនៅទូទាំងពិភពលោកចង់ដឹងពីរឿងភាពស្របច្បាប់នៃរដ្ឋាភិបាលកម្ពុជាលេខ$23នោះហើយលោកទីបានបកស្រាយយ៉ាងលម្អិតឧទាហរណ៍ប្រព្រឹត្តថែមទៀតប៉ុន្តែឥឡូវមើលពេលវេលារបស់យើងខ្ញុំសូមថាទុកឱកាសឲ្យប្រធានខាងសមាគមបាទបងប្អូនផ្នែកក្រោមពិតមានទីលោកសរឿនបាទមានប្រសាសន៍ពី3ម៉ាត់ទៅណាលោកសរឿនបាទអញ្ជើញបង
ខ្ញុំសូមជម្រាបសួរខ្ញុំលេខាដែលនេះជាប្រធានសមាគមខ្មែរកម្ពុជាក្រោមប្រចាំសៅរ៍កាលីវិញបាទសូមឡើងបាទសូមជម្រាបបាទសមាគមពួកខ្ញុំគឺធ្វើសកម្មភាពរដ្ឋាភិបាលជួយប្រសង់នៅឯកម្ពុជាក្រោមដើម្បីបង្ហាត់បង្រៀនកូនខ្មែររៀនសូត្របងប្អូនមើលឃើញពីសូត្រពេញវត្តដែលសកម្មភាពដែលពួកខ្ញុំរដ្ឋាភិបាលនេះមិនមែនតែកន្លែងខ្ញុំទេនៅនេះមានខ្ញុំសមាគមពួកខ្ញុំនៅជីកាហ្គោមានលោកសោតិចាន់មានផ្លូរីដាមានលោកអ្នកស្រីទីមឡាយនៅខាងកាណាដាមានលោកថៃតារាលោកតារាសកម្មភាពជួយឧបត្ថម្ភទៅបី10រៀល20រៀលអីក៏ដោយក៏លោកទទួលបានធ្វើប្រយោជន៍បានសិក្សាល្អណាស់បងប្អូនឃើញនៅ Facebook នៅកម្ពុជាក្រោមបោះមកស្គូលក្មេងគ្រៀនផ្ទះអសរវាចេះឆ្លាញ់ទៅមានទៅលោកពីនេះស្លៀកអាវខោនេះដោយសារស្នាដៃពួកខ្ញុំមានការពិតដូចខ្ញុំខ្ញុំអីសូមតាជួយផងខ្ញុំពី3អាទិត្យមុនខ្ញុំទៅកម្ពុជាដើម្បីរកថវិកាឧបត្ថម្ភលោកប្រឡងនៅបញ្ចប់ឆ្នាំហ្នឹងខាតខ្ញុំទៅខ្ញុំផ្សាយសវត្តទេ250សវត្តមកបាន30នាក់មហូបសល់ខាតបាស់ជើងខ្ញុំសុំតែដកលុយខ្ញុំទៅជួយបំពេញការងាររបស់លោកស្រុកលោកអមមែនទេតែខ្ញុំមានតែប៉ុណ្្នឹងបានសូមអរគុណបងជួយគាត់តាមគ្នាគាត់បងប្អូនយើងបងប្អូនហើយមួយទៀតលោកសរឿនតំណាងឲ្យបងប្អូនខ្មែរក្រោមសមាគមខ្មែរក្រោមគាត់ជួយទឹកសុទ្ធថ្ងៃនេះហើយនេះដាក់កាយនេះជួយប្ររោនេះគាត់នឹងប្រកាសសាណាហើយយើងមិនមើលភ្នែកទេបាទមកដល់ខ្ញុំភ្លេចសូមអរគុណបងសូនីឆ្នាំនេះក៏ជួយច្រើនមែនទែន$15,700ជួយឧបត្ថម្ភដល់សិក្សានៅកម្ពុជាក្រោមបាទសូមអរគុណបងសូនីដែលជួយដល់នេះបាទហើយខ្ញុំជម្រាបកម្មវិធីសំខាន់យើងនឹងទទួលទានអាហារជុំគ្នាក្នុងពេលមួយកន្លះម៉ោងឯងបាទយើងមានពេលកន្លះម៉ោងហើយបងប្អូនកុំចេញទៅណាឲ្យសោះបាទពីព្រោះអីក្រោយពីយើងញ៉ាំអាហារជុំគ្នាហើយអាហារសាមគ្គីនំបញ្ចុកស្លការីនំប៉័ងនំបញ្ចុកស្លខ្មែរយើងនឹងថែក្បួនបាតកម្មនៅកន្លែងផតកុំទៅណាឲ្យសោះពីព្រោះអីយើងចង់ផ្ញើសារទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងស្រុកក៏គាត់អត់សង្ឃឹមពេលខ្លះតែយើងក៏ក្រៅធ្វើអីអញ្ចឹងកិច្ចការទាំងឡាយទាំងពួងបងប្អូនខ្មែរនៅក្រៅស្រុកនេះគឺផ្ដល់សេចក្តីសង្ឃឹមជូនគាត់បាទដល់សេចក្តីសង្ឃឹមជូនគាត់ដើម្បីឲ្យគាត់នឹងជួយបន្តពួកយើងត្រូវការកម្លាំងទាំងក្នុងស្រុកទាំងក្រៅស្រុកបាទយើងនឹងធ្វើបាតកម្មនៅកន្លែងផតឥឡូវនេះអ្នកដែលរៀបចំហ្នឹងមកផ្នែកនេះក៏កំពុងតែរៀបចំចិត្តហើយអញ្ចឹងយើងជឿថានេះយើងញ៉ាំអាហារជុំគ្នាលោកប្រធានដោយសារតែសំដៅពីលោកពូធានចង់ថតជាមួយប៉ូលីសមកប៉ោះនៅកន្លែងនោះថាទៅបីតែប៉ូលីសបរិការក៏គ្រប់គ្រងលោកប្រធានដែរដែលបានគាត់មកតាំងពីឆ្នាំកណ្ដាលនេះមកអញ្ចឹងសូមសំណាងរបស់យើងថតនៅកន្លែងមកប៉ោះបងប្អូនទៅភាសាបាយចង់ប្រកបឲ្យប្រកបប្រយូរពេកតែកន្លះម៉ោងបានយើងទៅជុំគ្នាបាទបងប្អូនសូមជម្រាបលា